វាសួរអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកធ្វើការ present អំពីសារណាដែលយើងតនៅចំពោះទី2គឺបញ្ញត្តិទ្រឹស្ដីនិងឯកសារដែលយើងបានសិក្សាពីមុនចឹងចំណុចទី1គឺនិយាយអំពីឯកសារដែលយើងបានសិក្សាពីមុនចឹងយើងដឹងថាទឹកគឺជាធនធានធម្មជាតិដែលកើតឡើងវិញដែលមានចលនាជាប្រចាំនៅក្នុងប្រទឹកចឹងទឹកជាភពទ្រព្យរបស់ផែនដីហើយនៅលើភពផែនដីយើងនេះគេដឹងថាវាមានបរិមាណទឹកប្រហែល3/4នៃផ្ទៃដីចឹងនៅក្នុងនោះក៏វាមានទឹកពីរប្រភេទគឺទឹកសាបនិងទឹកប្រៃនៅក្នុងចំណោមទឹកទាំងអស់ទឹកប្រៃវាមានតែ97%និងទឹកសាបវាមានតែ3%តែប៉ុណ្ណោះនៅក្នុងនោះគេដឹងថាទឹកសាបវាមាន2.997%គឺជាទឹកកកនៅតំបន់ប៉ូលនិងទឹកដែលស្ថិតនៅក្រោមដីដែលគេពិបាកទាញយកមកប្រើប្រាស់ដែលរកឃើញដោយលោកសុរទ្ធីសិទ្ធិនៅក្នុងឆ្នាំ2006ចឹងចំណុចមួយទៀតគឺយើងនិយាយអំពីធនធានទឹកចឹងទឹកដែលនៅសល់វាមាន3%ទាំងអស់នោះនៅក្នុងភពផែនដីរបស់យើងគឺជាទឹកសាបប៉ុន្តែបញ្ហាធំនោះគឺទឹកសាបទាំងអស់ត្រូវបានក្លាយទៅជាទឹកកកចឹងទឹកសាបមួយភាគធំស្ថិតនៅក្រោមដីយ៉ាងជ្រៅទឹកកកនិងទឹកនៅក្នុងដីវាមានបរិមាណសរុបគឺ2.997%នៃទឹកសាបសរុប3%ហ្នឹងដូច្នេះទឹកដ៏សំច្រើនសន្ធឹកសន្ធាប់នៅក្នុងភពផែនដីទាំងមូលតែចំនួនបន្តិចបន្តួចតែប៉ុណ្ណោះដែលមនុស្សយើងអាចប្រើប្រាស់បានគឺមានប្រហែលត្រឹមតែ 0.003%ចឹងទឹកសាបដែលមនុស្សយើងអាចប្រើប្រាស់បានវាមានប្រភពពីរទៀតគឺទឹកនៅលើផ្ទៃដីនិងទឹកនៅក្រោមផ្ទៃដីដែលបានរកឃើញដោយអង្គការអប់រំពិភពលោកសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡានៅក្នុងឆ្នាំ2017ចឹងចំណុចមួយទៀតគឺនិយាយអំពីការទាញយកទឹកក្រោមដីចឹងតាមករណីសិក្សាវាមានវិធីពីរយ៉ាងនៅក្នុងការទាញយកទឹកយកមកប្រើប្រាស់ពីក្រោមដីទី1គឺការជីកអណ្ដូងដែលមានជម្រៅ3ទៅ15ម៉ែត្រនិងអណ្ដូងស្នប់ដែលមានជម្រៅ15ទៅ100ម៉ែត្រចឹងអណ្ដូងស្នប់ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងខេត្តព្រៃវែងក៏ដូចជាខេត្តស្វាយរៀងនៃភាគអាស៊ីអាគ្នេយ៍នៃប្រទេសកម្ពុជារបស់យើងចឹងចំណុចមួយទៀតគឺការប្រើប្រាស់និងការគ្រប់គ្រងទឹកនៅក្រោមដីចឹងការប្រើប្រាស់ទឹកនៅក្រោមដីចឹងទឹកក្រោមដីត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើជាប្រព័ន្ធធារាសាស្ត្រក៏ដូចជាប្រើប្រាស់សម្រាប់លំនៅឋាននៅប្រទេសកម្ពុជារបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយម្យ៉ាងទៀតការប្រើប្រាស់ទឹកក្រោមដីភាគច្រើនគឺជាលក្ខណៈគ្រួសារទោះបីជាអស់រយៈពេលជាង10ឆ្នាំចុងក្រោយនេះមានការកើនឡើងនៅក្នុងការប្រើប្រាស់ទឹកនៅក្រោមដីកសិករដើម្បីបម្រើឲ្យប្រើប្រាស់ទឹកសម្រាប់គោលបំណងនៅក្នុងលំនៅឋាននៅរដូវប្រាំងដោយដំឡើងអណ្ដូងស្នប់និងអណ្ដូងជីកដោយដៃអញ្ចឹងបច្ចុប្បន្នអណ្ដូងស្នប់ដែលគេបានស្មានថាវាមានជាង27ម៉ឺនអណ្ដូងដែលត្រូវបានប្រើប្រាស់សម្រាប់ទទួលទានទោះបីជាចំនួនអណ្ដូងពិតហ្នឹងគឺអាចមានខ្ពស់ជាងការបានស្មានប្រហែលឆ្នាំកន្លងទៅនេះក៏ដោយចឹងទឹកក្រោមដីត្រូវបានគេប្រើប្រាស់សម្រាប់យកទៅផ្គត់ផ្គង់នៅតាមទីប្រជុំជនធំដោយធ្វើការបូមនៅក្នុងជម្រៅជ្រៅនៅក្នុងលអាងទឹកដែលមានធាតុទឹកច្រើនការប្រើប្រាស់នៅក្នុងឧស្សាហកម្មឲ្យមានការកើនឡើងដែរជាពិសេសនៅតំបន់ទីក្រុងភ្នំពេញដែលមានរោងចក្រប្រើប្រាស់ទឹកអណ្ដូងផ្ទាល់របស់ពួកគេដែលរកឃើញដោយអង្គការ IWMI នៅឆ្នាំ2013មួយទៀតគឺការគ្រប់គ្រងធនធានទឹកនៅក្រោមដីនោះចឹងតាមសេចក្តីព្រមព្រៀងអនុក្រឹត្យស្តីពីការផ្ដល់នូវអាជ្ញាប័ណ្ណទឹកដាក់ចេញដោយការប្រកាសនានាកំណត់ពីលក្ខខណ្ឌជាក់លាក់សម្រាប់ការប្រើប្រាស់អាជ្ញាប័ណ្ណទឹកក្រោមដីនិងទឹកនៅលើដីសេចក្តីព្រមព្រៀងនេះគឺស្តីចេញពីការគ្រប់គ្រងនៅអាងទន្លេបានកំណត់បាននៅគោលការណ៍ទូលំទូលាយសម្រាប់គ្រប់គ្រងទឹកប្រកបទៅដោយនិរន្តរភាពរួមទាំងទឹកនៅក្រោមដីនិងកម្រិតអាងទន្លេចឹងអនុក្រឹត្យទាំងពីរនេះគឺពុំទាន់បានអនុម័តឡើយទេដោយសារតែយើងខ្វះធនធានចូលជាគឺការរៀបចំនៅស្ថាប័នអង្គភាពទោះបីជាក្រសួងធនធានទឹកនិងអូតូនិយមមានអាណត្តិរួមដើម្បីផ្ដល់នៅគ្រប់គ្រងនៅធនធានទឹកក៏ដោយរហូតមកដល់បច្ចុប្បន្ននេះគឺពុំទាន់មាននៅការអនុវត្តនៅអាជ្ញានេះនៅឡើយទេដោយសារតែយើងខ្វះនៅធនធានក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងចឹងមួយទៀតគឺការរៀបចំស្ថាប័នបំពេញមុខនេះ
ចឹងតាមច្បាប់ទឹកមេត្រាទី20តម្រូវឲ្យអ្នកប្រើប្រាស់ទឹកនៅក្រោមដីហ្នឹងត្រូវធ្វើការសុំនៅអាជ្ញាប័ណ្ណទឹកធ្វើការសុំនៅអាជ្ញាប័ណ្ណទឹកក៏ប៉ុន្តែពុំទាន់មានការចេញអាជ្ញាប័ណ្ណទឹកនៅឡើយទេពីព្រោះតែច្បាប់ទឹកមានការបែងចែកថាបើសិនជាបុគ្គលណាចង់ធ្វើការសាងសង់នៅអណ្ដូងទឹកសម្រាប់ធ្វើក្នុងគោលបំណងពាណិជ្ជកម្មគឺត្រូវធ្វើការដាក់របាយការណ៍ទៅកាន់ក្រសួងធនធានទឹកនិងអូតូនិយមដើម្បីធ្វើការសុំនៅការសាងសង់នឹងខូងអណ្ដូងដើម្បីធ្វើសុំទឹកនឹងយកមកប្រើប្រាស់នៅក្នុងទីតាំងច្បាស់លាស់ណាមួយចឹងទៅបាទចឹងមួយទៀតគឺយើងនិយាយពីការទាញយកទឹកពីក្រោមដីយកមកប្រើវិញម្ដងចឹងទឹកក្រោមដីភាគច្រើនត្រូវបានគេប្រើប្រាស់នៅតាមទីជនបទនៃប្រទេសកម្ពុជារបស់យើងនៅប្រទេសកម្ពុជារបស់យើងត្រូវបានគេដឹងថាទឹកនៅលើទឹកនៅលើផ្ទៃដីមិនត្រឹមតែមិនបានធ្វើប្រតិកម្មសម្អាតភាគច្រើនគឺងាយនឹងរងនឹងការបំពុលខ្ពស់ចឹងច្រើនជាងពាក់កណ្ដាលនៃទឹកផឹកសរុបមកពីក្រោមដីគឺនៅក្នុងអំឡុងពេលនៃរដូវប្រាំងសពថ្ងៃនេះគឺទឹកនៅក្រោមដីភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ក្នុងគោលបំណងជាលក្ខណៈគ្រួសារឬជាការរស់នៅប្រចាំថ្ងៃនិងយកទៅស្រោចស្រពដំណាំជាពិសេសគឺយកទៅបម្រើការនៅក្នុងវិស័យឧស្សាហកម្មផ្សេងថែមទៀតផងអញ្ចឹងទៅវាមានចំណុចមួយទៀតគឺវិធីសាស្ត្រនៅក្នុងការធ្វើតេស្តគុណភាពទឹកនៅក្រោមដីដោយយើងធ្វើការប្រើប្រាស់នៃញៀនរបស់យើងអញ្ចឹងទឹកស្អាតគឺពិតជាសំខាន់ណាស់សម្រាប់ជីវិតរបស់យើងត្រូវការទឹកស្អាតសម្រាប់ធ្វើការផឹកងូតក៏ដូចជាសម្អាតផ្ទះរបស់យើងទៀតផងហើយវិធីសាស្ត្រនៅក្នុងការត្រួតពិនិត្យទឹកនិងគុណភាពទឹកនេះគឺដោយប្រើអារម្មណ៍ឬក៏ញៀនត្រូវបានគេបែងចែកចេញជាច្រើនប្រភេទដែលនឹងធ្វើការរៀបរាប់ដូចតទៅនេះទី1គឺការពិនិត្យទៅមើលលើក្លិនរបស់ទឹកចឹងយើងអាចកំណត់អំពីគុណភាពរបស់ទឹកនឹងបានយ៉ាងល្អដោយយើងធ្វើការប្រើប្រាស់អារម្មណ៍របស់យើងទោះបីជាយើងមានជំនាញតាក់ទងទៅនឹងទឹកក៏ទោះបីជាអ្នកជំនាញតាក់ទងទៅនឹងទឹកក៏គាត់ធ្វើការតេស្តមើលគុណភាពទឹករបស់គាត់ដោយពួកគាត់នឹងធ្វើការប្រកាសជាតែទៅលើក្លិនរបស់ទឹករសជាតិរបស់ទឹកនិងធ្វើការពិនិត្យទៅលើគុណភាពរបស់ទឹកផងដែរបាទអញ្ចឹងចំណុចទី2គឺការមើលទៅលើរសជាតិនៃទឹកអញ្ចឹងគឺគេប្រើប្រាស់អណ្ដាតដើម្បីភ្លក្សកំណត់អំពីគុណភាពរបស់ទឹកបើសិនបើរសជាតិរបស់ទឹកនោះវាមិនល្អគឺគេត្រូវការយកវាទៅច្រោះវាចេញអញ្ចឹងបើសិនរសជាតិទឹកនោះវាមានលក្ខណៈដូចជារសជាតិជូរចុងវាអាចបណ្ដាលមកពីសារធាតុក្លរីនលើសហើយបើសិនបើទឹកនោះវាមានរសជាតិប្រៃវាអាចបណ្ដាលមកពីវត្តមាននៃអ៊ីយ៉ុងក្លរ៉ូស៊ុលហ្វាតដែលបណ្ដាលមកពីកាកសំណល់នៃឧស្សាហកម្មឬក៏លូបង្ហូរទឹកជាដើមអញ្ចឹងចំណុចទី3គឺការពិនិត្យភេទល្អិតយើងធ្វើការយកភេទល្អិតមួយការយកទៅដាក់នៅកន្លែងដែលមានពន្លឺនិងរកមើលនៅភេទល្អិតបន្ថែមភេទល្អិតនោះវានឹងប្រតាយលាយឡំពណ៌តក្រូចឬក៏ពណ៌ក្រហមវាអាចបណ្ដាលមកពីការប្រេះនៃបំពង់រុនដែលយើងស្តុបទឹកហ្នឹងអញ្ចឹងភេទល្អិតពណ៌ខ្មៅវាអាចបណ្ដាលមកពីបំពង់ទឹកដល់បំពង់ទឹកហូរកាត់ហ្នឹងវាឬគេហៅថា chlorine នៅក្នុងបំពង់ទឹកហ្នឹងវាអាចធ្លាក់ចុះនៅក្នុងបំពង់ទឹកនៅពេលណាមួយចឹងទៅអញ្ចឹងភេទល្អិតពណ៌សឬក៏ពណ៌ខៀវវាអាចបណ្ដាលមកពីកាល់ស្យូមកាបូណាតឬម៉ាញ៉េស្យូមកាបូណាតនៅក្នុងទឹករបស់យើងហ្នឹងអញ្ចឹងជំហានទី4គឺយើងធ្វើការត្រួតពិនិត្យទៅលើពណ៌របស់ទឹកអញ្ចឹងនៅពេលដែលយើងពិនិត្យទៅលើគុណភាពទឹកដោយបើកទឹកចោល2ទៅ3នាទីបន្ទាប់មកយកទឹកមួយកែវហ្នឹងយកទៅដាក់នៅកន្លែងដែលមានពន្លឺចង់បើសិនជាទឹកហ្នឹងវាចេញជាពណ៌ត្នោតឬក៏ប្រែប្រួលពណ៌វាអាចបណ្ដាលមកពីប្រភពទឹកហ្នឹងចេញជាពីប្រភពណាថ្មីសម្រាប់នៅតំបន់ដែលរស់នៅអញ្ចឹងមានការបំពុលដោយខ្សែទឹកនៅខាងលើជាដើមអញ្ចឹងពណ៌ទឹកហ្នឹងវាអាចប្រែប្រួលទៀតប្រែប្រួលពីពណ៌លឿងចាស់ទៅជាពណ៌ខ្មៅនៅពេលដែលយើងបូមមកពីដំបូងប៉ុន្តែទឹកវាមានលក្ខណៈស្អាតសថ្លាបន្ទាប់ពីរយៈពេល24ម៉ោងបង្ហាញពីបរិមាណនៃម៉ង់កាណែលដល់ពេល24ម៉ោង
នេះវាបង្ហាញថាពីបរិមាណរបស់ម៉ង់កាណានោះវារំលាយនៅក្នុងទឹកហ្នឹងចឹងមួយទៀតទឹកវាពណ៌លឿងចឹងនៅពេលដែលយើងបូមទឹកដំបូងវានឹងចេញពណ៌លឿងបន្ទាប់មកទឹកក៏ស្អាតបន្ទាប់ពីរយៈពេល24ម៉ោងចឹងនេះបង្ហាញអំពីបរិមាណជាតិដែកដែលមាននៅក្នុងទឹកហ្នឹងវាអាចបណ្ដាលមកពីបំពង់ដែកដែលមានសំណើមនៅក្នុងអាគារឬក៏អាងស្តុកទឹករបស់យើងហ្នឹងឬក៏អាងស្តុកសម្រាប់ស្តុកទឹករបស់យើងហ្នឹងចឹងចំណុចមួយទៀតគឺស្តង់ដារនៃគុណភាពទឹករបស់នៃប្រទេសកម្ពុជារបស់យើងចឹងយើងដឹងហើយថាទឹកផឹកគឺត្រូវតែស្អាតនិងមានភាពច្បាស់លាស់ជាមួយនឹងរសជាតិឬក៏ក្លិនដូច្នេះទើបរដ្ឋាភិបាលនៃប្រទេសកម្ពុជារបស់យើងបានបង្កើតនូវគោលនយោបាយយ៉ាងទូលំទូលាយមួយស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យស្តីពីទឹកស្អាតនិងអនាម័យនិងផ្ដោតទៅលើការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងនិងជនបទចឹងដោយផ្អែកទៅលើគោលនយោបាយដើម្បីធានាបាននៅការទទួលទាននៃសុវត្ថិភាពសម្រាប់មនុស្សគ្រប់រូបវាទាមទារឲ្យយើងមានស្តង់ដារគុណភាពនិងការបរិភោគសម្រាប់ប្រទេសកម្ពុជារបស់យើងចុះស្តង់ដារនេះវាត្រូវបានបង្កើតឡើងដោយដំណើរការអន្តរក្រសួងដែលផ្ដួចផ្ដើមដោយក្រសួងឧស្សាហកម្មនិងថាមពលក្រសួងពាក់ព័ន្ធមួយចំនួនហើយក៏បានគ្រប់គ្រងពីអង្គការសុខភាពពិភពលោកផងដែរអញ្ចឹងការត្រួតពិនិត្យមើលទៅលើគុណភាពទឹកតាមលក្ខណៈរូបនិងគីមីមានប៉ារ៉ាម៉ែត្រជាច្រើនដែលដូចជាយើងបានជ្រើសរើសយកមកធ្វើការសិក្សាពីស្តង់ដារនៃគុណភាពទឹកផឹកអញ្ចឹងយើងមានការពិសោធន៍នេះគឺរកឃើញដោយក្រសួងឧស្សាហកម្មនិងថាមពលក្នុងឆ្នាំ2004ចឹងនេះគឺជាតារាងប៉ារ៉ាម៉ែត្រទី1សម្រាប់វិភាគទៅលើគុណភាពទឹករបស់យើងដែលយើងមានប៉ារ៉ាម៉ែត្រនិងយកការវិភាគទៅលើតម្លៃខ្ពស់បំផុតដែលយើងគិតជាមីលីក្រាមទៅក្នុងមីលីលីត្រចឹងយើងធ្វើការវិភាគទៅលើរសជាតិនៃទឹកក្លិនរបស់ទឹកពណ៌របស់ទឹកក៏ដូចជាកំហាប់ភេទល្អកំហាប់ pH និងសមត្ថភាពរបស់ទឹកហើយនេះគឺជាតារាងប៉ារ៉ាម៉ែត្រទី2ដែលយើងធ្វើការប្រៀបធៀបគុណភាពទឹកជាមួយនឹង WHO ចឹងប៉ារ៉ាម៉ែត្រទី2យើងធ្វើការប្រៀបធៀបទឹកនៅតាមតំបន់ដូចជានៅក្នុងនេះគឺគេយកនៅក្នុងភូមិព្រែកក៏ដូចជានៅខណ្ឌចំការមននិងខណ្ឌជ្រោយចង្វាយកមកធ្វើការវិភាគចឹងការវិភាគនេះគេធ្វើការវិភាគទៅលើភាពល្អក៏ដូចជានឹងកម្រិត pH ចំណុចមួយទៀតគឺចង់និយាយអំពីប្រភពនៃការបំពុលនៅក្រោមដីចឹងទឹកនៅក្រោមដីនិងទឹកនៅលើផ្ទៃដីវាជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធដូច្នេះនៅពេលដែលទឹកនៅលើផ្ទៃដីត្រូវបានបំពុលទឹកក្រោមដីក៏វាអាចក្លាយទៅជាទឹកកខ្វក់ផងដែរអញ្ចឹងការបំពុលទឹកគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឲ្យទឹកមានភាពប្រែប្រួលខុសពីលក្ខណៈដើមវាមានភាពកខ្វក់និងមានកាកសំណល់នៅក្នុងទឹកជាដើមហើយការបំពុលនេះវាអាចកើតចេញពីតាមលក្ខណៈរយៈរូបភាពជាដើមជាទី1គឺយើងពីគំនរសម្រាមជាគំនរសម្រាមវាគឺជាប្រភពនៃការបំពុលដ៏ចម្បងនៅពេលដែលផ្លាស្ទិកឬក៏ថ្មពិលវាមានសមាសធាតុអាលុយមីញ៉ូមចឹងដូចជាគ្រឿងអេឡិចត្រូនិកនិងសម្ភារៈជាច្រើនផ្សេងទៀតដូចដែលត្រូវបានគេបោះបង់ចោលនៅកន្លែងចាក់សម្រាមដោយផ្លាទីនៅក្នុងរយៈពេលយ៉ាងយូរចឹងសារធាតុគីមីទាំងនេះវាអាចជ្រាបចូលនៅក្នុងដីហើយចឹងទី2យើងនិយាយអំពីបំពង់លូបង្ហូរទឹកចឹងជួនកាលបំពង់ដែលមិនទាន់បានដំឡើងត្រឹមត្រូវវាអាចបណ្ដាលមកពីសារធាតុពុលចូលទៅក្នុងក្រោមដីឧទាហរណ៍បើសិនជាបំពង់បង្ហូរលូត្រូវបានដំឡើងខុសឬក៏ខូចចឹងគ្រប់ពេលកាកសំណល់មនុស្សដែលអាចលេចធ្លាយចេញនៅក្នុងដីនឹងចូលទៅក្នុងដីវិញចឹងការជីកយករ៉ែក៏ចឹងដែរនៅពេលទឹកគឺជាផ្នែកមួយដ៏មានសារៈសំខាន់ចាំបាច់ណាស់សម្រាប់ធ្វើការជីករករ៉ែចឹងទោះបីជាយ៉ាងណានៅពេលដែលទឹកដែលយើងប្រើប្រាស់សម្រាប់ធ្វើការជីករករ៉ែហ្នឹងវានឹងអាចជៀសផុតពីលោហៈធាតុជាច្រើនដែលមានដូចជានៅក្នុងថ្មហើយនៅក្នុងកខ្វក់ហ្នឹងវាអាចជៀសចូលទៅក្នុងទឹកក្រោមដីដែលនៅជិតហ្នឹងតែទៀតផងចំណុចមួយទៀតគឺចង់និយាយអំពីប្រវត្តិដែលអ្នកជំងឺដែលកើតចេញពីទឹកហ្នឹងអញ្ចឹង
គេថាការផ្ទុះឡើងដំបូងនៃជំងឺដែលតាក់ទងទៅនឹងទឹកត្រូវបានចងក្រងជាឯកសារបែបវិទ្យាសាស្ត្រនៅក្នុងសង្គមលោកខាងលិចនៅក្នុងទីក្រុងឡុងនៃប្រទេសអង់គ្លេសនៅក្នុងឆ្នាំ 1854 ដែលលោកគ្រូពេទ្យមានឈ្មោះថាលោក John Snow គាត់គឺជាបុគ្គលដំបូងដែលបានប្រកាសថាការប្រើប្រាស់ទឹកអណ្ដូងជាសាធារណៈដែលកង្វក់នាំឲ្យកើតជំងឺអញ្ចឹងជំងឺដែលតាក់ទងទៅនឹងទឹកជំងឺដែលតាក់ទងទៅនឹងទឹកគឺជាជំងឺដែលបង្កពីពពួកមីក្រូសារពាង្គកាយនិងធាតុគីមីនៅក្នុងទឹកដែលយើងបរិភោគនិងប្រើប្រាស់នៅពេលដែលទឹកកខ្វក់ត្រូវបានគេប្រើប្រាស់ហើយចូលទៅក្នុងបុគ្គលម្នាក់ដោយធ្វើការផឹកទឹកហ្នឹងករណីជំងឺដែលតាក់ទងនឹងទឹកហ្នឹងគឺគ្រាន់តែបណ្ដាលឲ្យមានរោគសញ្ញាមិនល្អហើយយើងអាចព្យាបាលវាបានយ៉ាងងាយស្រួលទោះបីជាយ៉ាងណាក៏មនុស្សមួយចំនួនគឺត្រូវបានគេរកឃើញថាត្រូវការបានស្លាប់ដោយសារតែពួកគាត់នឹងបរិភោគដោយសារតែធ្វើការព្យាបាលមិនគ្រប់គ្រាន់ឬក៏មិនទាន់ពេលវេលាចឹងយោងតាមភ្នាក់ងារការពារបរិស្ថាន EPA បានរាយការណ៍ថាជាមធ្យមគឺមានមនុស្ស6នាក់នៅក្នុងមួយឆ្នាំគឺត្រូវបានស្លាប់ដោយសារតែជំងឺដែលតាក់ទងទៅនឹងទឹកហើយជំងឺដែលតាក់ទងទៅនឹងទឹកមានដូចជា Amoebiasis, Campylobacteriasis, Cytosporic disease and Cardiasis and Sigilosis បាទអញ្ចឹងមកដល់ slide បន្តគឺឲ្យមិត្តភ័ក្តិរបស់យើងជាអ្នកបកស្រាយ